សួស្តីប្រិយមិត្តអូតាគូទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿង Detective Conan បន្តទៀតតែមុននឹងចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាជួយចុច Subscribe ផងណាតោះទៅតាមដានសាច់រឿងបន្ទាប់រំលឹកពីវគ្គមុនយើងឃើញថាគឺមានបរិយាអាយខ្មៅពីរនាក់បានវាយទៅលើគូដូហើយបញ្ចុកថ្នាំអ្វីម្យ៉ាងទៅលើគូដូតែយើងមិនទាន់ដឹងថាថ្នាំនោះគឺប៉ះពាល់អ្វីទៅដល់គូដូយើងឡើយកាលមកដល់នៅវគ្គថ្មីនេះយើងឃើញថាក្រោយពីផឹកថ្នាំនោះហើយគូដូបានប្រែទៅជាក្មេងនៅអាយុ6ឆ្នាំ ភ្លាមៗនោះគូដររបស់យើងគឺមិនទាន់នឹងដឹងខ្លួនថាខ្លួនរបស់គាត់បានរួបទៅជាក្មេងអាយុ6ឆ្នាំនៅឡើយទេហើយភ្លាមៗនោះយើងឃើញថាគូដូបានព្យាយាមរត់ចេញពីកន្លែងកើតហេតុខណៈពេលដែលកំពុងរត់សុកគូដូបានចាប់អារម្មណ៍ថាខ្លួនក៏រត់តែបន្តិចសោះស្រាប់តែហត់ជាខ្លាំងកំពុងតែហត់សុកផងស្រាប់តែគូដូក៏រលែងទៅមើលកញ្ចក់នៅខាងឆ្វេងដៃគាត់ក៏បាននឹងថាគាត់ត្រូវបានថ្នាំពុលបង្រួមឲ្យគាត់ខ្លាចទៅជាក្មេងអាយុ6ឆ្នាំបាត់ទៅហើយ កាន់មកមើលនៅផ្ទះរ៉ានម្ដងគឺនាងបានព្យាយាមតេទៅជួបនឹងគូដូដែរប៉ុន្តែនៅផ្ទះគូដូគឺគ្មាននរណាលើកទូរស័ព្ទរបស់រ៉ាននោះឡើយដោយភ្លាមនោះឪពុករបស់រ៉ានបានលក់លើយទៅកូនស្រីរបស់គាត់ថាអើយបែរជាអាកូននឹងវាទៅដេតជាមួយនឹងស្រីណាផ្សេងហើយអីហើយភ្លាមនោះរ៉ានបានតបទៅឪពុកនាងថាមិនអាចទៅរួចទេគេនៅតែម្នាក់ឯងនឹងគេទៅមានដេតនៅខាងណាខាងណីមកពីណា ដោយសារចិត្តសង្ស័យបារម្ភខ្លាចគូដូមានរឿងអ្វីនោះភ្លាមនោះរ៉ែនបានលាឪពុករបស់នាងដើម្បីឈ្មោះទៅផ្ទះរបស់គូដូតាមមកមើលនៅផ្ទះគូដូម្ដងដែលពេលនេះគូដូបានមកដល់ផ្ទះគាត់ដែលគាត់ព្យាយាមបើករបងចូលផ្ទះរបស់គាត់ផងដែរហើយដោយសារខ្លួនគាត់បានរួមតូចតែគាត់ពិតជាពិបាកនឹងបើករបងចូលផ្ទះរបស់គាត់ណាស់ហើយខណៈដែលកំពុងតែពិបាកនឹងបើកទ្វារផងស្រាប់តែលោកសាស្ត្រាចារ្យកំពុងតែពិសោធន៍បានបំផ្ទុះជញ្ជាំងឃ្លាចេញមកខាងក្រៅដែលភ្លាមនោះគូដូបានណែនាំខ្លួនថាគាត់គឺជា Shinichi Kudo ប៉ុន្តែភ្លាមនោះលោកសាស្ត្រាចារ្យហាក់បីដូចជាមិនជឿសោះដែលភ្លាមគូដូបានក្លាយទៅជាក្មេងអាយុ6ឆ្នាំបែបនេះដោយសារលោកសាស្ត្រាចារ្យមិនជឿពេលនោះគូដូបានរៀបរាប់ថាលោកសាស្ត្រាចារ្យមានឈ្មោះ Hishori Akasa មានវ័យ52ឆ្នាំអីចឹងទៅហើយបាននិយាយពីចំណុចអាក្រក់ជាច្រើនរបស់សាស្ត្រាចារ្យដោយសារតែឮក្មេងម្នាក់នេះនិយាយពីចំណុចដែលគ្មានអ្នកណាដឹងក្រៅពីគូដូរបស់យើងដែលដឹងនោះភ្លាមនោះលោកសាស្ត្រាចារ្យក៏បានដឹងថានេះហើយគឺជាគូដូហើយបន្ទាប់មកលោកសាស្ត្រាចារ្យបាននាំគូដូរបស់យើងទៅផ្លាស់សម្លៀកបំពាក់ថ្មីផងដែរ ហើយគឺដូបានរៀបរាប់អំពីហេតុការណ៍ទាំងអស់ដែលគាត់បានជួបនៅថ្ងៃនេះនិងមូលហេតុដែលធ្វើឲ្យគាត់ក្លាយទៅជាក្មេងអាយុ6ឆ្នាំផងដែរភ្លាមនោះគូដូរបស់យើងបានពឹងឲ្យលោកអាកាសាធ្វើថ្នាំដើម្បីឲ្យគាត់ទៅជារូបរាងដើមវិញអ្វីដែលសំខាន់នោះគឺលោកសាស្ត្រាចារ្យត្រូវដឹងអំពីធាតុផ្សំរបស់ថ្នាំទើបអាចបង្កើតនៅថ្នាំសះជូនគូដូបានហើយរឿងមួយទៀតដែលគូដូត្រូវធ្វើនោះត្រូវលាក់អាចកំបាំងនៃអាចិត ដោយសារតាបើសិនជាជនអាវខ្មៅទាំងពីរនោះដឹងថាគូដូនៅមានជីវិតនោះពួកគេនឹងតាមរកគូដូដើម្បីសម្លាប់បំបិទមាត់នោះឯងកំពុងតែឈរនិយាយគ្នាសក់ស្រាប់តែរ៉ានបានមករកគូដូមកដល់កន្លែងផ្ទះគាត់តែម្ដងគ្រាន់តែរ៉ានបានចូលមកដល់ភ្លាមនាងបានសួរថាតើគូដូនៅឯណាហើយពេលនោះយើងឃើញថាលោកសាស្ត្រាចារ្យព្យាយាមកុហកថាគូដូមិននៅទីនេះទេខណៈពេលនោះយើងឃើញថាគូដូបានទៅពួននៅក្រោមតុ ហើយស្របពេលដែលគាត់នៅក្រោមតុគាត់ក៏បានឃើញនៅវ៉ែនតាមួយខណៈពេលនោះគូដូក៏បានយកវ៉ែនតានោះទៅពាក់ដើម្បីក្លែងបន្លំខ្លួនកុំឲ្យរ៉ានមើលគាត់ស្គាល់នៅពេលនោះរ៉ានបានសួរគូដូដែលនៅអាយុ6ឆ្នាំថាតើមានឈ្មោះអ្វីដែលគ្រានោះគូដូក៏បានងាកឃើញសៀវភៅមួយក្បាលភ្លាមនោះគាត់ក៏នឹកឃើញឈ្មោះគាត់ថា Conan Edogawa នៅពេលនោះលោកសាស្ត្រាចារ្យអាកាសាបាននឹកឃើញគំនិតមួយគឺចង់ឲ្យរ៉ាន់យកគូដូទៅនៅជាមួយដោយសារគាត់រវល់ជាមួយនឹងកិច្ចការវិទ្យាសាស្ត្ររបស់គាត់ហើយចំណែកឪពុកម្ដាយរបស់គូដូក៏នៅក្នុងមន្ទីរពេទ្យផងដែរនៅពេលនោះរ៉ានបានតបថារឿងហ្នឹងតលតែសួរប៉ារបស់ខ្ញុំសិនហើយនៅពេលនោះគូដូបានសួរលោកអាកាសាថាហើយបើខ្ញុំនៅទីហ្នឹងចុះបើរ៉ានដឹងថាខ្ញុំជាអ្នកណាតើរឿងនឹងទៅជាយ៉ាងម៉េចទៅហើយលោកសាស្ត្រាចារ្យបានតបទៅវិញថាដើម្បីឲ្យអញក្លាយទៅជាធម្មតាវិញជាដំបូងអញត្រូវតែស្វែងរកអ្នកដែលដាក់ថ្នាំឯងហើយលោកសាស្ត្រាចារ្យបានបន្តទៀតថាគឺដោយសារតែផ្ទះរ៉ានគឺជាកន្លែងដែលស៊ីឈ្នួលស៊ើបអង្កេតអញ្ចឹងឯងអាចប្រមូលនៅព័ត៌មានជាច្រើនពីបុរសដែលដាក់ថ្នាំរបស់ឯង
បន្ទាប់ពីនិយាយត្រូវរើគ្នារ៉ានក៏បានយកគូដូដែលនៅវ័យអាយុ6ឆ្នាំនេះត្រឡប់ទៅផ្ទះរបស់នាងវិញហើយស្របពេលដែលដឹកដៃគូដូទៅផ្ទះរបស់នាងនោះនាងក៏បានសារភាពថានាងពិតជាស្រឡាញ់គូដូណាស់ដែលគូដូនៅក្នុងខ្លួនក្មេងអាយុ6ឆ្នាំនេះគ្រាន់តែឮភ្លាមផ្ទុះក្បាលតែម្ដងអៀនតែម្ដងណាបាទយើងឃើញថាពួកគេក៏បានដើរមកដល់ផ្ទះរ៉ានហើយភ្លាមៗនោះគូដូគ្រាន់តែឮចម្លើយថា រ៉ានស្រឡាញ់គេខ្លាំងយ៉ាងនេះគូដូនឹងរៀបនឹងសារភាពថាគេគឺជាគូដូទៅហើយស្រាប់តែពេលនោះប៉ារ៉ានក៏បានកាត់ផ្តាច់នៅការសារភាពរបស់គូដូហើយពេលនោះប៉ារបស់រ៉ានបាននិយាយថាគាត់ទើបតែទទួលបានការងារដំបូងនៅក្នុងរយៈពេល6ខែដែលជាអ្នកស៊ើបអង្កេតនេះផងដែរដែលជាករណីចាត់ចម្រិតកូនស្រីរបស់កូនអ្នកមានម្នាក់ដែលអ្នកចាត់ចម្រិតនោះគឺមានពាក់ឈុតពណ៌ខ្មៅផងដែរហើយគូដូគ្រាន់តែឮថាបរិបពាក់អាវខ្មៅគេក៏បាននឹកទៅដល់បរិបពីរនាក់ដែលដាក់ថ្នាំទៅលើគាត់ផងដែរភ្លាមៗនោះយើងឃើញថាគូដូបានព្យាយាមឡើងឡានទៅជាមួយនឹងលោកខូគូរ៉ូខណៈពេលកំពុងតែសប្បាយជាមួយនឹងបានការងារថ្មីដំបូងផងស្រាប់តែក៏លេចមើលទៅក្នុងឡានក៏ឃើញគូដូហើយនឹងរ៉ានតាមមុខជាមួយហើយលោកកូកូរ៉ូបានសួរថាចំក្មេងនេះជាពីណាគេហើយរ៉ានក៏តបឆ្លើយទៅវិញថានេះគឺជាបងប្អូនរបស់លោកសាស្ត្រាចារ្យអាកាសានៅពេលនោះលោកកូកូរ៉ូបានតបថាអើយយ៉ាងម៉េចក៏យ៉ាងម៉េចទៅកុំរំខានយើងធ្វើការទៅបានហើយគ្រាន់តែដល់កន្លែងកាត់ហើយភ្លាមយើងឃើញថាឪពុករបស់ក្មេងស្រីដែលត្រូវបានចាត់ចម្រិតនោះមានឈ្មោះថាអាសូកំពុងតែរៀបរាប់ពីដំណើរសាច់រឿងគ្រប់យ៉ាងនៅពេលនោះក៏បានបន្តប្រាប់ថាជនចាត់ចម្រិតគឺចាប់តែកូនស្រីរបស់គាត់ដែលមានអាយុ10ឆ្នាំហើយមានឈ្មោះថាអាកេកុតែម្នាក់ប៉ុណ្ណោះហើយក៏បានបន្តទៀតថារឿងទាំងអស់នេះគឺបានមើលឃើញទៅដោយអ្នកបម្រើរបស់គាត់ហើយនៅពេលនោះគូដូរបស់យើងបានសួរទៅលោកអាសូថាតើនៅពេលនោះស្ថានភាពនៅជុំវិញកន្លែងដែលក្មេងត្រូវចាប់ចម្រិតនោះយ៉ាងម៉េចដែរនៅពេលនោះអ្នកបម្រើរបស់លោកអាសូបាននិយាយបញ្ជាក់ថារឿងនេះគឺកើតឡើងនៅពេលដែលនាងចេញទៅលេងនៅខាងក្រៅបន្ទាប់ពីត្រឡប់មកពីសាលារៀនវិញភ្លាមៗនោះបុរសម្នាក់ស្លៀកពាក់ខ្មៅស្រាប់តែលេចមុខចេញពីជ្រុងមួយនៃសួនច្បារហើយជនសង្ស័យនោះបានគំរាមថានាងត្រូវតែផ្ញើសារនេះទៅប៉ារបស់នាងឲ្យបិទក្រុមហ៊ុនជំនួយ1ខែបើមិនអញ្ចឹងទេនាងនឹងត្រូវស្លាប់បន្ទាប់ពីនិយាយបែបនោះហើយជនសង្ស័យក៏បានឡើងដើមឈើរួចផ្លោះរបងចាក់ចេញទៅបាត់បន្ទាប់មកគូដបរបស់យើងបានបន្តសួរថាតើជនសង្ស័យនោះមានលក្ខណៈពិសេសអ្វីទៀតទេនៅពេលនោះអ្នកបម្រើរបស់លោកអាសូបានបន្តទៀតថាដោយសារតែភ្នែកគាត់មើលមិនសូវច្បាស់អញ្ចឹងគាត់មិនដឹងថាមានរឿងអ្វីកើតឡើងទៀតទេនៅពេលនោះលោកកូកូរ៉ូបានបន្តសួរអ្នកបម្រើនោះថាចុះមាននរណាគេបានស្ដាប់ឮសំឡេងរបស់ជនសង្ស័យនោះទេនៅពេលនោះអ្នកផ្ទះរបស់លោកអាសូបានបញ្ជាក់ថាគ្មាននរណាឮសំឡេងរបស់ជនសង្ស័យនោះទេនៅពេលនោះលោកកូកូរ៉ូបានសន្មត់ទៅលើការទៀមទារបស់ជនសង្ស័យថាអ្នកដែលធ្វើរឿងនេះគឺមានតែក្រុមហ៊ុនដែលជាគូប្រកួតប្រជែងរបស់ក្រុមហ៊ុនលោកអាសូនោះទេតែភ្លាមៗនោះលោកអាសូបានបញ្ជាក់ថាពួកគេមិនត្រឹមតែទាមទារឲ្យខ្ញុំបិទក្រុមហ៊ុនចំនួន1ខែទេពួកគេថែមទាំងទាមទារនៅលុយមួយចំនួនថែមទៀតហើយអ្នកបម្រើរបស់លោកអាសូគ្រាន់តែឮថាទាមទារលុយបន្ថែមគាត់ហាក់បីដូចជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយនៅពេលនោះគូដូរបស់យើងបានឆ្ងល់ក្នុងចិត្តថាតើអ្នកចាត់ចម្រិតហេតុអ្វីបានជាចាត់ចម្រិតនៅក្នុងផ្ទះរបស់នាងមិនចាត់ចម្រិតនៅពេលដែលនាងដើរមកពីសាលាទៅកំពុងតែគិតបណ្ដើរនិងលេងបាល់បណ្ដើរស្រាប់តែពេលនោះបាល់នោះក៏បានផ្លត់ចេញពីជើងគូដូហើយទៅខ្ទាតបុកទៅនឹងឆ្កែមួយដែលឆ្កែនោះវាមានឈ្មោះថាចាំបូដែលវាមិនងាយនឹងរួសរាយរាក់ទាក់ជាមួយនឹងជនមិនស្គាល់មុខនោះឡើយក្នុងពេលនោះគូដូរបស់យើងបានគិតថាប្រសិនបើជនសង្ស័យឡើងតាមដើមឈើនេះផ្លោះរបងចេញទៅក្រៅប្រកាសណាស់ចាំបូដែលជាឆ្កែនេះប្រកាសជាព្រុសហើយតែហេតុអីវាមិនព្រុសនៅពេលនោះគូដូបានសួរទៅលោកអាសូថាតើពិតទេដែលឆ្កែនេះព្រុសគ្រប់ពេលដែលជួបមនុស្សប្លែកមុខគ្រាន់តែឮគូដូនិយាយបែបនេះលោកកូកូរ៉ូបានគិតចេញថាបើសិនបើជាអ្នកក្រៅប្រកាសណាស់ឆ្កែនេះវានឹងព្រុសតែប្រហែលជាមានតែអ្នកក្នុងទេដែលអាចធ្វើរឿងនេះនៅពេលនោះលោកកូកូរ៉ូបានសន្មតថាអ្នកដែលធ្វើរឿងនេះគឺជាអ្នកបម្រើរបស់លោកអាសូនោះឯងនៅពេលនោះអ្នកបម្រើនោះបានសារភាពថាគឺគាត់ជាអ្នកធ្វើមែនហើយគាត់បានទុកក្មេងស្រីនោះនៅក្នុងសន្តាគារមួយ
ហើយនៅពេលនោះយើងឃើញថាលោក Kokoro ពិតជាសប្បាយចិត្តណាស់ដែលគាត់បានបំបែករឿងក្តីនេះដោយខ្លួនគាត់តែតាមពិតគូដូរយើងទេដែលឲ្យតម្រុយគាត់តែគូដូររបស់យើងវិញគាត់មានអារម្មណ៍ថារឿងក្តីនេះហាក់ដូចជាមិនទាន់ចប់នៅឡើយទេខណៈដែលគ្រប់គ្នាគិតថារឿងក្តីបានដោះស្រាយរួចហើយពេលនោះជនសង្ស័យក៏បានទៅមកទារគម្រាមប្រាក់ចំនួន300លានហើយពេលនោះជនសង្ស័យបានគម្រាមថាប្រសិនបើមិនយកប្រាក់300លានឲ្យទេនោះកូនស្រីរបស់លោកគឺត្រូវស្លាប់តែម្ដងខណៈពេលដែលជនសង្ស័យរៀបនឹងបិទទូរស័ព្ទទៅហើយក្មេងស្រីអាកេកូក៏បានស្រែកថានាងកំពុងនៅក្នុងបន្ទប់ដាក់អីវ៉ាន់នៅក្នុងសាលាដែលមើលពីបង្អួចគឺឃើញមានបំពង់ផ្សែងយ៉ាងធំមិនឲ្យខាត់ពេលយូរគូដររបស់យើងបានជាអាចាំបោឆ្ពោះទៅរកអាគីកូខណៈពេលដែលគូដូជិះរោគសាលាដែលមានបំពង់ផ្សែងពេលនោះគូដូបានងាកឃើញនៅអាគារខ្ពស់មួយដែលគូដូបានគិតថាកាគីកូគឺកំពុងតែមើលច្រឡំថាអាគារខ្ពស់នេះគឺជាបំពង់ផ្សែងដោយមិនឲ្យខាត់ពេលយូរគូដូរបស់យើងក៏បានឆ្ពោះទៅកន្លែងដែលចុងសង្ស័យឃុំខ្លួនរបស់អាគីកូខណៈពេលនោះគូដូយើងក៏បានរកឃើញចុងសង្ស័យហើយក៏បានបញ្ជាអាចាំបូហក់ទៅខំជនសង្ស័យផងដែរខណៈពេលដែលគូដូរៀបនឹងដោះលែងអាគីកូទៅហើយជនសង្ស័យក៏បានវាយអាចាំបូឲ្យរត់បាត់ខណៈពេលនោះជនសង្ស័យក៏បានវាយទៅលើគូដូដែលគូដូក្នុងមៀតទូចនេះគាត់មិនអាចតដៃអ្វីបានទេខណៈពេលដែលជនសង្ស័យរៀបវាយទៅលើគូដូពេលនោះរ៉ានបានចេញមកជួយ បន្ទាប់ពីវាយឲ្យជនសង្ស័យបានដួលហើយពេលនោះពួកគេទាំងពីរក៏បានទៅជួយដោះលែងក្មេងស្រីអាគីកូបន្ទាប់ពីរឿងរ៉ាវត្រូវបានបញ្ចប់ក្មេងស្រីនោះក៏បានសារភាពថាការចាប់ចម្រិតនេះគឺជាគំនិតរបស់នាងតែម្នាក់គត់ដែលសារប៉ារបស់នាងគឺរវល់នឹងការងារហើយមិនខ្វល់ជាមួយនឹងនាងទើបនាងចេញគំនិតនេះឡើងមកអញ្ចឹងបានន័យថាការចាប់ចម្រិតលើកដំបូងគឺជាការคล้ายៗហើយការចាប់ចម្រិតលើកទីពីរនោះគឺជាការពិត បន្ទាប់ពីដោះស្រាយរឿងក្តីបានចប់អស់ពួកគេក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយខណៈពេលនោះរ៉ានបាននិយាយថាដោយសារតែលោកអាកាសាបានចោទរវល់តើយើងអាចទុកឲ្យគូដូនៅទីនេះបានទេហើយនៅគណៈពេលនោះយើងឃើញថាលោក Koguro គឺមិនបានបដិសេធទេគឺអនុញ្ញាតឲ្យគូដូនៅផ្ទះរបស់រ៉ានបាន យ៉ាងមិនដែរគ្នាយើងសម្រាប់វគ្គនេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តនៅវគ្គនេះផងដែរហើយបើសិនអ្នកចូលចិត្តសូមជួយ Subscribe ផងណា Like Comment Share តាមតែអាចធ្វើបានហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅភាគបន្ទាប់បាយបាយ